ធ្វើការផ្សាំចេកបានណាជាមួយនឹងម្ទេសហើយនឹងពងមាន់ខារ៉ាបាផ្លែអង្លឹកយើងធ្វើការផ្សាំតែបេះហាលអូយទុំអស់ស្ទះតែម្ដងដោយសារតែមេឃក្តៅពុកម៉ែបងប្អូនជួយចង់រឿងស្វិតតែយ៉ាងណាហើយដោយសារតែមេឃក្តៅទៅពេលចឹងទៅគាត់ទុំលឿនណាទុំលឿនវិធីបានតែ14ថ្ងៃទេបងប្អូនអូវ៉ាវអូចេញទៅអស់នេះបងប្អូននេះមើលវានេះអូពិតមែនបងប្អូនអូយវ៉ាវឥឡូវយើងធ្វើការសាកហែកមកបងប្អូនបាទអូខេវ៉ាវនេះចេញយើងបានណាលួយអស់ហើយបងប្អូនបាទស្វក់នេះអូ14ថ្ងៃឥឡូវនេះមកតែយើងបាទអូមកពីដល់នេះមើលបងប្អូនអស់គ្នាបាទពិតមែនមិនមែនការតែទេបងប្អូននេះធ្វើតាមមើលគេថានេះបាទតែយើងហើយឥឡូវគឺយើងធ្វើការយកតាមមិនបាទនេះមើលបងប្អូនបាទតាមអូខេពិតមែនអូខេសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងធ្វើការផ្សាំចេកបានណាជាមួយនឹងម្ទេសហើយនឹងពងមាន់ខារ៉ាបាផ្លែអង្លឹកយើងបងប្អូនធ្វើការផ្សាំបាទនេះគឺយើងការផ្សាំដើមម្ទេសដើម្បីឲ្យផ្លែច្រើនបងប្អូនទាំងអស់គ្នាតែយើងធ្វើតែបែបនេះដើម្បីឲ្យវាត្រជាក់មុន
អូខេសួស្តីបងប្អូនទាំងអស់គ្នាបាទនេះគឺជាការផ្សាំមកតេះយើងបាទគឺបានរយៈពេល15ថ្ងៃឲ្យបងប្អូនទាំងអស់គ្នាបាទយើងផ្សាំមកតេះយើងផ្លែមកតេះជាមួយនឹងបាណាណាគឺចេះបងប្អូនទាំងអស់គ្នាពេលនេះគឺ2សប្តាហ៍បងប្អូនទាំងអស់គ្នាឥឡូវយើងធ្វើការអត់មើលថាការផ្សាំរបស់យើងបានសម្រេចឬយ៉ាងណាអូខេ 1 2 3 Oh my god អូនេះបងប្អូនទាំងអស់គ្នាបាទគឺការផ្សាំរបស់យើងបានផ្លែបងប្អូននេះមកតេះយើងបាទទៅហើយបាទមួយផ្លែបាទឥឡូវនេះសិតស្មៅធ្វើការដកស្មៅអូមានការអីទេសិតលើស្មៅវ៉ាវឥឡូវយើងធ្វើការប្រយទឹកមើលបងប្អូនទាំងអស់គ្នាអូបងប្អូនយើងអាចធ្វើវិធីនេះបានបាទតែបងប្អូនអាចទេបងប្អូនអូវ៉ាវអូចេកអស់នេះបងប្អូននេះមើលរឿងនេះអូពិតមែនបងប្អូនបាទអើយវ៉ាវឥឡូវយើងធ្វើការសាកហែកមើលបងប្អូនបាទអូខេវ៉ាវនេះជាយើងបានណាលួយអស់ឲ្យបងប្អូនបាទច្រកនេះអូ14ថ្ងៃលួយលេងនេះមកតែយើងបាទអូមកវាដោះនេះមើលបងប្អូនទាំងអស់គ្នាបាទពិតមែនមិនមែនជាការសម្ដែងទេបងប្អូននេះធ្វើតាមមើលគេនៅក្នុង YouTube បងប្អូនទាំងអស់គ្នាបាទមកតែយើងហ្នឹងហើយឥឡូវគឺឲ្យយើងធ្វើការយកមកតែយើងយកតាមវិញបាទនេះមើលបងប្អូនបាទនៅដើមអូខេពិតមែនអូ my god អូខេពិតមែនបងប្អូនទាំងអស់គ្នាអូនេះដូចពិតគេថាមែនណាបងប្អូននេះបងប្អូនវ៉ាវ so cool oh my god នេះបងប្អូនទាំងអស់គ្នានេះវ៉ាវនេះត្រូវវាខ្ចីមែនដែរបងប្អូនទាំងអស់គ្នាបាទហើយមើលនេះហើយវិញបងប្អូនអូនេះបុតក្របនេះផ្លែទឹកបងប្អូននេះយើងទុកជ័យត្រង់បងប្អូនបាទយើងដាក់34មក4ដល់បាទនេះបងប្អូននេះបាទ so cool អូបានណាចូលចាំបងប្អូនតែបាទអូខេឥឡូវយើងធ្វើការយកដើមម្ទេសនេះយកតាមបងប្អូនទាំងគ្នាហើយប្រសិនបើវាធំឡើងបងប្អូនទាំងគ្នាម្ទេសនេះគឺថ្លៃច្រើនមែនតើបាទថ្លៃច្រើនខុសពីម្ទេសយើងធម្មតាបងប្អូនវ៉ាវ so cool ឥឡូវយើងធ្វើការដាក់កូនចោលនេះយើងទៅដាំទាំងអស់មកលើគឺយើងធ្វើការដាំម្ទេសយើងបងប្អូនទាំងអស់គ្នាបាទតារយៈពេល40ថ្ងៃទៀតយើងនឹងបានផលបងប្អូនទាំងអស់គ្នាបាទផ្លែវាច្រើនមែនតើបាទនេះការផ្សាយរបស់យើងគឺ14ថ្ងៃ14ថ្ងៃយើងបោកពីបានចេញពី54ថ្ងៃបងប្អូនទាំងអស់គ្នាបានផលបងប្អូន
លាជួបគ្នានៅវីដេអូក្រោយបាយ